bà chỉ biết số nâng sự đấy thì này đó cái gì cái này cứ nhầm đồng bụng bài bốn mà mưa bị cà sam mệt mòn chỉ muốn nhầm đó cái gì môn này cà sam mệt mòn cứ như thế miền bù chỉ muốn sán mà tổ một tiết cứ như miền cần trai sầm rạp cắt đầm món còn mệt bởi vì chỉ bố cái cắt cứ như ta tam chấm non chấm nấu chặt thế chấm bốนี่คือញោមយកគឺជា20សង់ទីម៉ែត្រសម្រាប់ក្នុងការដាំដុះដោយសារម៉ូតគឺជាដំណាំដែលងាយក្នុងការផ្សំហើយវាអត់សូវរឹសដីទេហើយយើងធ្វើការកាត់ទៅតាមចំនួនឲ្យដែរស្មើគ្នាអញ្ចឹងហើយវាមានមេឃចំពោះនេះគឺជាដីដែលយើងត្រៀមក្នុងការផ្សំដើមម៉ូតរបស់យើងតបាយដីដែលយើងបានលីហើយយើងតមកគឺយើងធ្វើការច្រកដាក់ក្នុងកូនថងបែបអញ្ចឹងនេះគឺយើងច្រកទៅតាមចំនួនដែលយើងចង់បាន50ថងទៅ100ថងអីចឹងដើម្បីយើងយកវាទៅបរិពុយបន្តនេះប្រភេទលបាយដីហើយបន្តមកទៀតអ្វីដែលយើងបានធ្វើការកាត់មេឃមកផ្សាមគឺយើងធ្វើការយកមេឃរបស់វាមកដុតនៅក្នុងថងរបស់យើងដែលយើងបានច្រកអមាញ់នេះគឺជារបៀបក្នុងការផ្សាំដើមម៉ូតរបស់យើងគឺវាមានភាពងាយស្រួលមែនទែនយើងគ្រាន់តែកាត់ដើមហើយយកមកដល់ទៅទុកវាពេលរយៈពេលតែ14ថ្ងៃអីវាអាចដុះបន្លកហើយចាប់ឬផងដែរនិយាយទៅទីសាស្ត្រក្នុងការផ្សំវាអត់មានអីពិបាកទេយើងគ្រាន់តែមានដីហើយមានពូជគឺឬក៏មេឃម៉ូនបើយកមកផ្សំយើងមិនដុតជ្រៅពេកក៏បានយើងដុតមកល្មមទៅតាមបើយើងដុតជ្រៅពេកវាងាយចាក់ឬអីចឹងបើចាប់ឬចឹងយើងធ្វើការដុតមកល្មមអីបានហើយចំពោះការផ្សំមេឃម៉ូននេះគឺវាអត់និយាយទៅគឺវាសាមញ្ញហើយវាអត់មានអីទៅពិបាកទេបន្តមកទៀតដែលក្រោយពីយើងផ្សំបានគឺយើងមកយកវាមកដាក់តម្រៀបគ្នាជាជួរទៅតាមដែលយើងដាក់50ទៅងាយស្រួលក្នុងការរាប់ហើយងាយស្រួលក្នុងការធ្វើទឹកនេះគឺជាចំការម៉ូតដែលយើងយកមេឃឬក៏ពូជវាទៅផ្សំបាញ់នេះខ្ញុំនាំបងប្អូនមកមើលទាំងអស់គ្នានេះគឺជាចំការម៉ូតរបស់យើងផងដែរបន្តមកទៀតនេះគឺអ្វីដែលយើងបានពេលយើងដាំបានដូចជាមួយឆ្នាំអីវាអាចឲ្យយើងឲ្យផលនេះគឺផ្លែរបស់វាទៅនៅមែនតើនេះគឺយើងធ្វើការវិខ្ចប់ដាក់លក់ទៅអតិថិជនដែលបានពួកគាត់បានកំងផងដែរvà play វាទៅនៅមែនតើ